ប្រសិនបើនៅពេលនេះអ្នកកំពុងមានអារម្មណ៍ថាភ័យព្រួយបារម្ភឬខ្វល់ខ្វាយក្នុងចិត្តសមាធិនាំផ្លូវមួយនេះត្រូវបានបង្កើតឡើងជាពិសេសសម្រាប់អ្នកភាពភ័យព្រួយជួនកាលវាមកដល់ផ្ទះយើងដូចជាភ្ញៀវដែលមិនបានអញ្ជើញអញ្ចឹងវាមកគូសទ្វារចិត្តរបស់យើងខ្លាំងភ្លាមធ្វើឲ្យយើងភ័យស្លន់ស្លោធ្វើឲ្យយើងបារម្ភនិងមានអារម្មណ៍ថាដូចជាមានអ្វីមួយមិនស្រួលកំពុងកើតឡើងប៉ុន្តែសាកជុំមួយផ្លែតសិនសាកប្រឈមនិងសង្កេតមើលភ្ញៀវម្នាក់នោះមើលតាមពិតទៅភាពភ័យព្រួយវាមិនមែនមកដើម្បីធ្វើបាបអ្នកនោះទេវាគ្រាន់តែជាប្រព័ន្ធការពារខ្លួនរបស់អ្នកដែលវាប្រុងប្រយ័ត្នខ្លាំងតែប៉ុណ្ណោះភាពភ័យព្រួយប្រៀបដូចជាព្យុះដែលបក់មកភ្លាមវាមកដល់ដែលមិនបានប្រាប់មុនវាធ្វើឲ្យបេះដូងអ្នកលោតញាប់ឲ្យធ្វើឲ្យចិត្តរបស់អ្នកវឹកវរប៉ុន្តែសូមចាំថាអ្នកគឺជាមេឃឲ្យភាពភ័យព្រួយគ្រាន់តែជាអាកាសធាតុតែប៉ុណ្ណោះទោះបីជាព្យុះបក់មកខ្លាំងកម្រិតណាក៏មេឃនៅតែរឹងមាំនិងស្ងប់ស្ងាត់ជានិច្ចនៅពីក្រោយពពកខ្មៅនោះពេលនេះអ្នកកំពុងនៅកន្លែងមួយដ៏មានសុវត្ថិភាពបំផុតសម្រាប់ខ្លួនឯងហើយសូមដកដង្ហើមវែងទីនេះគ្មានការវិនិច្ឆ័យគ្មានសម្ពាធហើយក៏គ្មានអ្វីដែលអ្នកត្រូវធ្វើឲ្យល្អឥតខ្ចោះនោះដែរសូមបិទភ្នែកយឺតអនុញ្ញាតឲ្យខ្ញុំនៅជាមិត្តល្អរបស់អ្នកដើម្បីនាំអ្នកត្រឡប់មកកាន់ភាពស្ងប់ស្ងាត់វិញសូមស្វាគមន៍ប្រិយមិត្តជាទីស្រឡាញ់មកកាន់ Channel ខ្មែរ Healing ពួកយើងបង្កើត Channel នេះឡើងដើម្បីប្រជាជនខ្មែរជុំវិញពិភពលោកកាត់បន្ថយភាពតានតឹងរកឃើញសេចក្តីសុខក្នុងចិត្តនិងផ្សារភ្ជាប់ជាមួយខ្លួនឯងឡើងវិញតាមរយៈសម្លេងព្យាបាលដូចជាសមាធិនាំផ្លូវពាក្យអធិដ្ឋានចិត្តពាក្យពេចន៍លើកទឹកចិត្តនិងសម្លេងបំពេជំនួយការគេងជាដើមពេលនេះសូមផ្ដោតលើដង្ហើមរបស់អ្នកប្រាប់ខ្លួនឯងតិចថាខ្ញុំកំពុងមានសុវត្ថិភាពហើយដកដង្ហើមចូលតាមច្រមុះស្រូបយកភាពត្រជាក់និងសន្តិភាពទប់ដង្ហើមបន្តិចរក្សាភាពស្ងប់ស្ងាត់ទុកក្នុងចិត្តដកដង្ហើមចេញតាមមាត់យឺតបញ្ចេញរាល់ភាពតានតឹងនិងការបារម្ភចេញមកក្រៅឲ្យអស់ធ្វើឡើងវិញម្ដងទៀតដកដង្ហើមចូលទប់ដង្ហើមដកដង្ហើមចេញរាល់ពេលដែលអ្នកដកដង្ហើមចេញសូមស្រមៃថាភាពភ័យព្រួយកំពុងរលាយចេញពីខ្លួនអ្នកដោយផ្សែងអាប់ដែលត្រូវកម្ដៅថ្ងៃផ្ដោតអារម្មណ៍លើរាងកាយរបស់អ្នកភាពភ័យព្រួយច្រើនតែលាក់ខ្លួននៅក្នុងសាច់ដុំបន្ធូរគៀមនិងអណ្ដាតកុំខាំថ្មិញបញ្ចូលគ្នាបន្ធូរសាច់ដុំភ្នែកឲ្យមានភាពទន់ភ្លន់ទម្លាក់ស្មាសងខាងស្រមៃថាបន្ទុកដែលអ្នកកំពុងរែកពុនវាធ្លាក់ចុះទៅលើដីហើយចាប់អារម្មណ៍ទៅកាន់បាតជើងដឹងថាដីកំពុងទ្រទ្រង់អ្នកយ៉ាងមាំមួនអ្នកកំពុងនៅទីនេះនៅលើផែនដីនេះអ្នកមានសុវត្ថិភាព 100%
đừng thếភាពភ័យព្រួយវាមិនមែនជាសត្រូវរបស់អ្នកទេតាមពិតទៅវាគឺជាផ្នែកមួយនៃចិត្តដែលចង់ការពារអ្នកតែប៉ុណ្ណោះវាដូចជាសំឡេងរោអាសន្នដែលបន្លឺឡើងយ៉ាងខ្លាំងទោះបីជាគ្មានគ្រោះថ្នាក់ពិតប្រាកដក៏ដោយឥឡូវនេះសូមនិយាយទៅកាន់ភាពភ័យព្រួយរបស់អ្នកដោយក្តីមេត្តាថាអរគុណដែលចង់ការពារខ្ញុំប៉ុន្តែឥឡូវនេះខ្ញុំមិនអីទេខ្ញុំមានសុវត្ថិភាពហើយអ្នកអាចសម្រាកបានហើយក្នុងជីវិតរស់នៅជួនកាលយើងបារម្ភពីរឿងដែលមិនទាន់កើតឡើងឬរឿងដែលកន្លងហួសទៅហើយវាដូចជាការដែលយើងកាន់ទឹកមួយកែវពេញមួយថ្ងៃអញ្ចឹងកែវទឹកវាមិនធ្ងន់ទេប៉ុន្តែបើយើងកាន់វាយូរពេកដៃរបស់យើងនឹងចុករយហើយឈឺចាប់ការសមាធិនេះគឺជាពេលវេលាដែលអ្នកដាក់កែវទឹកនោះចុះវាមិនអីទេប្រសិនបើថ្ងៃនេះអ្នកធ្វើអ្វីមិនកើតវាមិនអីទេប្រសិនបើថ្ងៃនេះអ្នកគ្រាន់តែចង់នៅស្ងៀមការដែលអ្នកដកដង្ហើមបាននៅពេលនេះគឺជាជោគជ័យមួយដ៏អស្ចារ្យហើយសូមជប់ប្រកែកជាមួយអារម្មណ៍ខ្លួនឯងបើវាភ័យក៏ព្រមឲ្យវាភ័យចុះគ្រាន់តែដឹងថាវានឹងកន្លងផុតទៅដូចជារលកសមុទ្រដែលបោកមកដល់មាត់ច្រាំងហើយក៏ហូរត្រឡប់ទៅវិញសូមពោលពីអធិដ្ឋានចិត្តយឺតដើម្បីផ្ដល់កម្លាំងចិត្តដល់ដួងវិញ្ញាណរបស់អ្នកដូចតទៅខ្ញុំមានសុវត្ថិភាពនៅទីនេះនៅពេលនេះដង្ហើមរបស់ខ្ញុំគឺជាយុទ្ធការនៃសេចក្តីស្ងប់របស់ខ្ញុំអារម្មណ៍នេះគ្រាន់តែជាអារម្មណ៍បណ្ដោះអាសន្នវានឹងកន្លងផុតទៅខ្ញុំមានភាពរឹងមាំជាងការបារម្ភដែលខ្ញុំមានខ្ញុំអនុញ្ញាតឲ្យចិត្តរបស់ខ្ញុំបានសម្រាកនិងព្យាបាលខ្លួនឯងខ្ញុំលែងគ្រប់គ្រងអ្វីៗដែលហួសពីសមត្ថភាពហើយផ្ដោតលើការស្រឡាញ់ខ្លួនឯងវិញពេលនេះសាកស្រមៃដល់ដើមឈើមួយដើមទៅកណ្ដាលខ្យល់ព្យុះមែកឈើដែលរឹងទទឹងពេកវានឹងត្រូវបាក់នៅពេលដែលមានខ្យល់បក់ខ្លាំងប៉ុន្តែមែកឈើដែលចេះទន់ភ្លន់ចេះរេរាំតាមខ្យល់វានឹងមិនអីឡើយទោះជាខ្យល់បក់មកពីទិសណាក៏ដោយការរស់នៅជាមួយភាពភ័យព្រួយក៏ដូចគ្នាប្រសិនបើយើងកាន់តែប្រឹងទប់ទល់កាន់តែប្រឹងដេញវាចេញយើងនឹងកាន់តែហត់ប៉ុន្តែបើអ្នកសាកល្បងយល់ព្រមឲ្យវាមានវត្តមានរួចប្រាប់ខ្លួនឯងថាឥឡូវនេះខ្ញុំកំពុងភ័យមែនខ្ញុំដឹងថាវាគ្រាន់តែជាអារម្មណ៍បណ្ដោះអាសន្នតែប៉ុណ្ណោះនោះអ្នកនឹងមានអារម្មណ៍ថាព្យុះក្នុងចិត្តចាប់ផ្ដើមស្ងប់ស្ងាត់ទៅវិញបន្តិចម្ដងដោយឯងពេលខ្លះតើអ្នកធ្លាប់មានអារម្មណ៍ថាពិភពលោកដើរលឿនពេកឬទេវាដូចជាការដែលអ្នកកំពុងឈរនៅចិញ្ចើមផ្លូវក្នុងទីក្រុងហើយឃើញយានយន្តនៃគំនិតរាប់ពាន់កំពុងបើកឆ្លងកាត់មុខអ្នកយ៉ាងមមាញឹកអ្នកមិនចាំបាច់ខំប្រឹងរត់តាមឬសម្លឹងមើលគ្រប់យានយន្តដែលបើកឆ្លងកាត់មុខអ្នកនោះទេអ្នកអាចជ្រើសរើសឈរមើលវាពីចម្ងាយដឹងថាវាមានវត្តមានរួចទុកឲ្យវាបើកហួសទៅចោះសូមដឹងថាការមិនរត់តាមគំនិតបារម្ភគឺជាជំហានដំបូងនៃការទទួលបានសន្តិភាពផ្លូវចិត្តហើយសូមមានក្តីមេត្តាចំពោះខ្លួនឯង
ប្រសិនបើមិត្តល្អរបស់អ្នកណាម្នាក់កំពុងមានអារម្មណ៍ថាភ័យខ្លាចស្លន់ស្លោដល់ថ្នាក់ញ័រដៃញ័រជើងតើអ្នកនឹងបន្ទោសគេឬក៏នឹងចូលទៅអោបគេឲ្យលួងលោមប្រាប់ថាគ្រប់យ៉ាងនឹងមិនអីទេខ្ញុំនៅទីនេះជាមួយឯងហើយឥឡូវនេះសូមធ្វើបែបនេះចំពោះខ្លួនឯងវិញនិយាយទៅកាន់បេះដូងដែលកំពុងលូតញាប់របស់អ្នកថាអរគុណដែលបានខំប្រឹងការពារខ្ញុំឥឡូវនេះខ្ញុំមានសុវត្ថិភាពហើយសម្រាប់ចុះណាភាពភ័យព្រួយមិនមែនជាកំហុសរបស់អ្នកនោះទេហើយវាក៏មិនមែនជាសញ្ញានៃភាពទន់ជ្រាយដែរវាគ្រាន់តែជាផ្នែកមួយនៃភាពជាមនុស្សរបស់អ្នកតែប៉ុណ្ណោះសាកល្បងប្រឡែងដៃពីការគ្រប់គ្រងរឿងរ៉ាវដែលមិនទាន់មកដល់ឬផ្លែតមើលឲ្យត្រឡប់មកផ្ដោតលើការដកដង្ហើមនៅចំពោះមុខនេះវិញដកដង្ហើមចូលយឺតហើយដកដង្ហើមចេញវែងអ្នកធ្វើបានល្អណាស់ឥឡូវនេះសូមបន្តដកដង្ហើមថ្នមហើយអនុញ្ញាតឲ្យពាក្យអធិដ្ឋានចិត្តទាំងនេះជ្រាបចូលក្នុងចិត្តដ៏ជ្រាលជ្រៅរបស់អ្នកដើម្បីឲ្យវាក្លាយជាខែលការពារអ្នកពីភាពភ័យព្រួយទាំងឡាយខ្ញុំមានសុវត្ថិភាពនៅទីនេះនិងក្នុងគណៈពេលនេះភាពភ័យព្រួយគ្រាន់តែជាអារម្មណ៍បណ្ដោះអាសន្នវាមិនមែនជាការពិតនៃជីវិតខ្ញុំឡើយខ្ញុំមានសមត្ថភាពគ្រប់គ្រាន់ក្នុងការដោះស្រាយរាល់អារម្មណ៍ដែលកើតមានឡើងដង្ហើមរបស់ខ្ញុំគឺជាយុទ្ធការដ៏មាំមួនដែលនាំខ្ញុំត្រឡប់មកកាន់ភាពស្ងប់ស្ងាត់វិញជានិច្ចខ្ញុំអនុញ្ញាតឲ្យខ្លួនឯងប្រឡែងនូវក្តីបារម្ភពីអ្វីដែលខ្ញុំមិនអាចគ្រប់គ្រងបានបេះដូងរបស់ខ្ញុំកំពុងលោតដើម្បីផ្ដល់ជីវិតឲ្យខ្ញុំខ្ញុំស្រឡាញ់និងអរគុណដល់រាងកាយរបស់ខ្ញុំខ្ញុំជ្រើសរើសការជឿជាក់ជាជាងការភ័យខ្លាចរាល់ដង្ហើមចេញខ្ញុំបញ្ចេញចោលរាល់ភាពតានតឹងដែលដក់ជាប់ក្នុងរាងកាយខ្ញុំមានភាពរឹងមាំនិងមានសន្តិភាពខាងក្នុងដែលគ្មានអ្វីអាចបំផ្លាញបានឡើយអ្វីគ្រប់យ៉ាងនឹងប្រែជាល្អប្រសើរខ្ញុំមានសុវត្ថិភាពខ្ញុំមិនអីនោះទេនៅពេលនេះសូមរក្សាអារម្មណ៍ស្ងប់ស្ងាត់នេះបន្តិចទៀតថ្ងៃនេះអ្នកបានធ្វើការងារដ៏អស្ចារ្យបំផុតសម្រាប់ខ្លួនឯងហើយការដែលអ្នកព្រមឈប់សម្រាកនិងដកដង្ហើមនៅចំកណ្ដាលព្យុះគឺជាសញ្ញានៃភាពក្លាហានបំផុតទោះបីជាថ្ងៃស្អែកមានរឿងអ្វីកើតឡើងសូមចងចាំថាអ្នកមានដង្ហើមជាមិត្តល្អបំផុតរាល់ពេលដែលអ្នកមានអារម្មណ៍ថាភ័យព្រួយគ្រាន់តែត្រឡប់មកដកដង្ហើមឲ្យបានវែងនោះអ្នកនឹងរកឃើញផ្ទះនៃសេចក្តីស្ងប់ក្នុងខ្លួនអ្នកម្ដងទៀត
សមាធិរួចរាល់ហើយចាប់ផ្ដើមកម្រើកម្រាមដៃម្រាមជើងសន្សឹមរួចហើយបើកភ្នែកវិញយឺតទទួលដឹងពីសភាពនៃចិត្តនិងរាងកាយដ៏មានសន្តិភាពរបស់អ្នកនៅពេលនេះចាំថាសេចក្តីស្ងប់កើតចេញពីចិត្តពិភពលោកនៅតែស្រស់បំព្រងហើយអ្នកក៏អស្ចារ្យដូចគ្នាសូមមានក្តីស្រឡាញ់ចំពោះខ្លួនឯងឲ្យបានច្រើនជាចុងក្រោយសូមអរគុណដល់ខ្លួនឯងដែលអ្នកបានអនុញ្ញាតឲ្យខ្លួនឯងព្យាបាលចិត្តតាមរយៈសម្លេងសមាធិនាំផ្លូវមួយនេះ Channel ខ្មែរ Healing សូមអរគុណប្រិយមិត្តទាំងអស់គ្នាសម្រាប់ការស្ដាប់សម្លេងសមាធិនាំផ្លូវមួយនេះដល់ចប់ពួកយើងសង្ឃឹមថាពេលនេះអ្នកបានកាត់បន្ថយភាពតានតឹងរកឃើញសេចក្តីស្ងប់ក្នុងចិត្តនិងផ្សារភ្ជាប់ជាមួយខ្លួនឯងឡើងវិញបើចូលចិត្តវីដេអូបែបនេះសូមចុច like subscribe មកកាន់ Channel ខ្មែរ Healing និងដាក់រូបកណ្ដឹងដើម្បីទទួលបានវីដេអូថែទាំផ្លូវចិត្តថ្មីៗបន្ថែមទៀត